ស្គាល់ក្លិនបុប្ផាអ្នកសុំប្រយ័ត្នសុំដីក្រែងមានភ័យព្រោះវាចាចិត្តអ្វីធំម្លេះបងតែបុប្ផាមកពីណាប្រាថ្នារកអ្វីខ្ញុំសុំទោសបើសិនមានខុសឆ្គងរកគ្មានបងលួចចងមេត្រីត្រង់ស្មោះគ្មានបំណងអ្វីសូមប្រណីអត់ទោសផងតាសន្តោសបើមានខំឆ្កង